សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសារណាមែរបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាររបស់យើងភាគបន្តផងដែរក៏ប៉ុន្តែមុនចូលទៅដល់សារសង្ឃឹមតែអ្នកទាំងគ្នាមិនចិត្តអាក្រក់ជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយមីនក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេមីនពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច donate បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតើកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាររបស់យើងទាំងអស់គ្នាបន្តមកទៀតមកយើងក៏បានឃើញរ៉េមកលេងហ្គេមអុកជាមួយនឹងព្រះអង្គម្ចាស់រ៉ូតនៅពេលដែលរ៉េនាងចោលកូនអុករបស់នាងក៏ធ្វើឲ្យព្រះអង្គម្ចាស់រ៉ូតរៀនភ្ញាក់ផ្អើលផងដែរហើយគាត់ក៏បានសរសើរពីការលេងរបស់នាងគាត់និយាយថាក្រៅពីព្រះអង្គម្ចាស់យូគឺគ្មាននរណាម្នាក់ដែលធ្វើឲ្យគាត់មានអារម្មណ៍តានតឹងឬមានបញ្ហាក្នុងការលេងនោះទេទោះជាយ៉ាងណាព្រះអង្គម្ចាស់រ៉ូតគាត់មានជំនាញលេងច្រើនជាងរ៉េដែលធ្វើឲ្យគាត់អាចយកឈ្នះនាងបានផងដែរបន្ទាប់មករ៉េនាងក៏សារភាពថានាងមិនដែលបានលេងអុកនេះពីមុនមកនោះទេដែលធ្វើឲ្យព្រះអង្គម្ចាស់រ៉ូតនិងកញ្ញាឃ្លាភ្ញាក់ផ្អើលជាខ្លាំងដោយសារតែរ៉េនាងលេងលើកដំបូងគឺល្អបាត់ទៅហើយរ៉េនិយាយថានាងធ្លាប់ដឹងពីច្បាប់ក្នុងការលេងអុកនេះគ្រាន់តែនាងមិនមានឈុតអុកក្នុងការលេងនៅផ្ទះនោះទេហើយនាងដឹងពីរបៀបលេងក្នុងហ្គេមដែលនាងចូលចិត្តនឹងឯងព្រះអង្គម្ចាស់រ៉ូតឮហើយគាត់ក៏និយាយថានាងគឺពោរពេញទៅដោយអាថ៌កំបាំងដូចរាល់ដងអញ្ចឹងបន្ទាប់មករ៉េនាងក៏បានសុំលាព្រះអង្គម្ចាស់រ៉ូតដើម្បីត្រឡប់ទៅវិញហើយព្រះអង្គម្ចាស់រ៉ូតក៏និយាយថាគាត់នឹងបបួលនាងលេងលើកក្រោយទៀតផងដែរនិយាយទៅព្រះអង្គម្ចាស់រ៉ូតគាត់ដូចចាប់អារម្មណ៍ទៅលើរ៉េបាត់ទៅហើយនាងមិនចង់ឲ្យព្រះអង្គម្ចាស់រ៉ូតចាប់អារម្មណ៍មកលើខ្លួននោះទេដោយសារតែក្នុងហ្គេមហ្នឹងគឺព្រះអង្គម្ចាស់រ៉ូតគាត់ស្រឡាញ់ទៅកាន់រ៉េក៏ប៉ុន្តែរ៉េដែលមកពីពិភពពិតវិញនាងគឺចង់កែសាច់រឿងហ្គេមមួយនេះដោយនាងទៅស្រឡាញ់កញ្ញាក្លែហើយនាងនឹងធ្វើឲ្យការស្រឡាញ់របស់ព្រះអង្គម្ចាស់រ៉ូតមកកាន់នាងធ្លាក់ចុះផងដែរក៏ប៉ុន្តែនៅពេលហ្នឹងកញ្ញាក្លែគឺដូចជាខឹងនឹងរ៉េខ្លាំងមែនទែនប្រហែលជានាងប្រច័ណ្ឌនឹងរ៉េហើយមើលទៅបន្ទាប់មកយើងឃើញស្រីៗនៅក្នុងសាលាតាមយកចិត្តទុកដាក់ព្រះអង្គម្ចាស់យូខ្លាំងមែនទែននិយាយទៅព្រះអង្គម្ចាស់យូគាត់មានមន្តស្នេហ៍ខ្លាំងណាស់នៅក្នុងសាលាមួយនេះក៏ប៉ុន្តែភ្លាមៗហ្នឹងគាត់ចាប់អារម្មណ៍ទៅកញ្ញាក្លែនិងរ៉េកំពុងតែលេងអុកជាមួយនឹងគ្នាដោយនៅពេលហ្នឹងកញ្ញាក្លែចោលអុករបស់នាងតាំងពីនិតមើលល្អិតល្អន់ខ្លាំងមែនទែននិយាយទៅហេតុតែខ្លាចចាញ់រ៉េយើងក៏ប៉ុន្តែនៅពេលដែលរ៉េចោលអុករបស់ខ្លួនវិញគឺធ្វើឲ្យកញ្ញាឃ្លាមួម៉ៅខ្លាំងណាស់ដោយសារតែនាងគឺមិនទុកផ្លូវដើរឲ្យកញ្ញាឃ្លាសោះក៏ប៉ុន្តែស្របពេលហ្នឹងព្រះអង្គម្ចាស់យូក៏ប្រាប់ឲ្យកញ្ញាឃ្លាដើរផ្លូវណាផងដែរដែលធ្វើឲ្យកញ្ញាឃ្លាភ្ញាក់ផ្អើលជាខ្លាំងព្រោះតែមកស្ងាត់បែបនេះកញ្ញាឃ្លាឮហើយក៏ធ្វើការអរគុណផងដែរក៏ប៉ុន្តែនាងមិនចង់ឲ្យមាននរណាម្នាក់មករំខាននាងលេងនោះទេហើយយើងទៅមើលស្រីៗដែលខំតាមព្រះអង្គម្ចាស់យូគឺឃើញហើយមួម៉ៅខ្លាំងមែនតើបន្ទាប់មកព្រះអង្គម្ចាស់យូក៏និយាយថាកញ្ញាឃ្លាអត់បានកត់សម្គាល់នោះទេគឺរ៉េមានចេតនារៀបចំកីឡាអុកដើម្បីឲ្យកញ្ញាឃ្លាទៅកន្លែងដែលរ៉េនាងចង់បាននិយាយទៅរ៉េនាងលេងខូចកញ្ញាឃ្លាខ្លាំងមែនតើដែលធ្វើឲ្យកញ្ញាឃ្លាឮហើយមួម៉ៅនឹងរ៉េខ្លាំងណាស់ដោយព្រះអង្គម្ចាស់យូឃើញបែបនេះគាត់ក៏បបួលគ្រប់គ្នាលេងបៀវិញហើយរូបភាពក៏បានកាត់នៅពេលដែលពួកគេអង្គុយរង់ចាំបៀហើយអ្នកដែលចែកបៀគឺជាកូនចៅរបស់ព្រះអង្គម្ចាស់យូដែលមានឈ្មោះថាឌីឌីលើសពីនេះទៀតទ្រង់ក៏បបួលមីសាមកចូលរួមលេងផងដែរដែលធ្វើឲ្យរ៉េឃើញហើយទៅខ្សឹបសួរកញ្ញាឃ្លាតែម្ដងតើនាងយល់យ៉ាងណាដែរចំពោះព្រះអង្គម្ចាស់យូនិងមីសានោះក៏ប៉ុន្តែកញ្ញាឃ្លាក៏ស្ដីឲ្យរ៉េវិញថាគំនិតរបស់រ៉េសុទ្ធសឹងតែអាក្រក់ទាំងអស់មែននិយាយទៅនាងដែរឃើញរ៉េគិតអ្វីដែលល្អៗសោះបន្ទាប់មកសាច់រឿងក៏ប្រាប់ថាពួកគេទាំងពីរគឺជាមិត្តល្អតាំងពីកុមារភាពមកម្ល៉េះហើយពួកគេក៏មានភាពស្និទ្ធស្នាលលើសពីធម្មតាផងដែរអាចនិយាយបានថាពួកគេទាំងពីរចូលទំនាក់ទំនងស្នេហាហើយបន្ទាប់ពីកូនចៅរបស់ព្រះអង្គម្ចាស់យូចែកបៀរួចរាល់គាត់ក៏ប្រាប់លក្ខខណ្ឌហ្គេមក្នុងការលេងដែលមនុស្សម្នាក់អាចប្ដូរស្លឹកបៀបាន2ដងហើយម្ដងចង់ប្ដូរប្រមាណស្លឹកក៏បានផងដែរអាស្រ័យលើស្លឹកបៀរបស់អ្នកលេងបន្ទាប់មកស្លឹកបៀរបស់អ្នកណាធំជាងអ្នកនោះនឹងឈ្នះនិយាយសួរស្ដាប់ទៅប្រសិនបើពួកគេប៉ះចំបៀដែលតូចដូច្នេះហើយពួកគេអាចដូរស្លឹកបៀបានបន្ទាប់ពីដូរហើយប៉ះចំស្លឹកបៀដែលធំវិញនោះពួកគេអាចនឹងឈ្នះតែម្ដងហើយយើងទៅមើលបៀរបស់រ៉េវិញវាក៏ល្អគួរសមផងដែរក៏ប៉ុន្តែនាងក៏សុំប្ដូរស្លឹកបៀមួយរីឯព្រះអង្គម្ចាស់យូក៏និយាយរឿងព្រឹកមិញដែលថារ៉េនឹងអាចទប់ទល់ក្នុងការលេងអុកជាមួយនឹងព្រះអង្គម្ចាស់រ៉ូតបានដែលធ្វើឲ្យទ្រង់ភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ទៅលើរ៉េជាខ្លាំងរួចក៏វាយភ្នែកមួយដាក់រ៉េផងដែរដែលធ្វើឲ្យមីសានៅជិតនឹងប្រច័ណ្ឌខ្លាំងមែនទែនក្នុងអំឡុងពេលហ្នឹងកញ្ញាឃ្លាក៏សុំគេប្ដូរស្លឹកបៀមួយទាំងជឿជាក់ខ្លាំងណាស់ដែលធ្វើឲ្យរ៉េឃើញហើយសរសើរកញ្ញាឃ្លាខ្លាំងមែនទែនរីឯព្រះអង្គម្ចាស់យូវិញទ្រង់មិនបានប្
ដូរសន្លឹកបៀនោះទេដែលធ្វើឲ្យរ៉េនាងភ្ញាក់ផ្អើលខ្លាំងណាស់និងគិតថាសន្លឹកបៀរបស់ទ្រង់ប្រហែលជាធំហើយមើលទៅហើយសន្លឹកបៀដែលនាងដូរបានម្ដងបាញ់មិញក៏វានៅតែល្អគួរសមដដែលគ្រាន់តែវាមិនអាចឈ្នះសន្លឹកបៀដែលធំបានដោយបែបនេះនាងក៏សុំគេដូរសន្លឹកបៀរបស់នាងទាំងអស់ជាលើកទី2តែម្ដងនិងសង្ឃឹមថាអាចប៉ះចំសន្លឹកបៀដែលធំដែលអាចឈ្នះបានហើយនឹងមើលទឹកមុខខកចិត្តរបស់កញ្ញាក្លែរថាវាបែបណាផងដែរក៏ប៉ុន្តែការគិតរបស់នាងគឺខុសទាំងស្រុងនាងគឺទទួលបានសន្លឹកបៀដែលតូចជាងមុនតែប៉ុណ្ណោះដែលធ្វើឲ្យនាងនឹងហើយជាអ្នកខកចិត្តនោះនឹងហើយជឿជាក់មុំពេកហើយយើងទៅមើលសន្លឹកបៀរបស់មីសាវិញគឺមាន3ប្រភេទនៅពេលដែលកញ្ញាឃ្លាឮបែបហ្នឹងនាងសប្បាយចិត្តខ្លាំងមែនទែននឹងបង្ហាញសន្លឹកបៀរបស់នាងដែលសន្លឹកបៀរបស់នាងគឺធំជាងមីសាទៅទៀតហើយនាងគិតថាគ្មានអ្នកណាអាចយកឈ្នះនាងបានឡើយក៏ប៉ុន្តែព្រះអង្គម្ចាស់យូក៏បង្ហាញសន្លឹកបៀរបស់ទ្រង់ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែសន្លឹកអាតគឺធំជាងបៀណាទាំងអស់ហើយទ្រង់គឺមានសន្លឹកអាតច្រើនទៀតដែលធ្វើឲ្យទ្រង់ឈ្នះក្នុងការប្រកួតនេះទៅក៏ប៉ុន្តែរ៉េនាងចាប់អារម្មណ៍ថាសន្លឹកអាតបេះដូងគឺមានក្នុងបៀរបស់នាងដំបូងហើយនាងសុំគេដូរលើកទី1គឺសុំដូរសន្លឹកអាតនឹងចេញយកសន្លឹកផ្សេងមកជំនួសក៏ប៉ុន្តែឥឡូវសន្លឹកបៀនោះបែរជាធ្លាក់ក្នុងដៃរបស់ព្រះអង្គម្ចាស់យូទៅវិញទាំងដែលទ្រង់មិនបានសុំគេដូរសន្លឹកបៀរបស់ទ្រង់ទាល់តែសោះហើយរ៉េនាងដឹងតែម្ដងថាព្រះអង្គម្ចាស់យូគឺលេងល្បិចជាមួយនឹងកូនចៅរបស់ទ្រង់ដែលមានឈ្មោះថាឌីឌីនឹងឯងនៅពេលដែលព្រះម្ចាស់យូឃើញរ៉េសម្លឹងមើលមកគាត់ខ្លាំងពេកគាត់ក៏សួរនាងតើមានរឿងអ្វីចង់និយាយមែនរ៉េតបថាគឺគ្មានអ្វីពិសេសនោះទេក៏ប៉ុន្តែក្នុងចិត្តវិញគឺលុះថាឲ្យព្រះម្ចាស់យូទៀតផងដែលធ្វើឲ្យគាត់អស់សំណើចខ្លាំងណាស់ព្រោះតែគាត់មិនរំពឹងថារ៉េមានប្រតិកម្មបែបនេះឡើយហើយរ៉េនាងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់កញ្ញាឃ្លានឮបែបហ្នឹងនាងក៏សួរទៅរ៉េតើនាងធ្វើអ្វីមួយម្ដងទៀតហើយមែនតែរ៉េនាងក៏បានបដិសេធនិងបបួលកញ្ញាឃ្លាត្រឡប់ទៅវិញដោយសារតែនៅតិចទៀតនឹងមីសាវាយឥឡូវហើយព្រោះតែនាងប្រច័ណ្ឌព្រះអង្គម្ចាស់យូនឹងឯងនៅពេលដែលពួកគេដើរត្រឡប់ទៅវិញរ៉េនាងក៏បានឮសំឡេងមួយហើយក៏អូសដៃកញ្ញាឃ្លារត់ទៅមើលតែម្ដងនៅពេលដែលពួកគេសម្លឹងមើលទៅក៏ឃើញព្រះអង្គម្ចាស់សែនកំពុងតែលេងប៉ិនហើយរ៉េនាងក៏ចាំបានសាច់រឿងក្នុងហ្គេមថានៅពេលដែលព្រះអង្គម្ចាស់សែនលេងចប់តួឯកនៅក្នុងហ្គេមដែលជារ៉េនឹងក៏ទៅសរសើរទ្រង់ហើយនាងឈរស្ដាប់គាត់លេងទាល់តែចប់ទើបនាងចូលទៅនិយាយសរសើរដោយសារតែគាត់គឺស្អប់បំផុតមនុស្សដែលកាត់ចង្វាក់នៅពេលដែលគាត់លេងប៉ិនក៏ប៉ុន្តែស្របពេលនឹងដែរកញ្ញាឃ្លាក៏រត់ចូលទៅសរសើរគាត់ទាំងដែលគាត់មិនទាន់លេងចប់ដែលធ្វើឲ្យរ៉េនាងអស់សង្ឃឹមខ្លាំងមែនទែននៅពេលដែលឃើញបែបនេះគាត់ក៏ឈប់លេងបន្តទៀតក៏ប៉ុន្តែភ្លាមហ្នឹងរ៉េនាងក៏បបួលអ្នកទាំងពីរលេងហ្គេមស្ដេចជាមួយនឹងគ្នាដើម្បីកុំឲ្យព្រះអង្គម្ចាស់សែនខឹងជាមួយនឹងកញ្ញាឃ្លាដែលបានកាត់ចង្វាក់ទ្រង់ហើយព្រះអង្គម្ចាស់សែនក៏ចាប់អារម្មណ៍នឹងហ្គេមហ្នឹងផងដែរបន្ទាប់មករ៉េនាងក៏បានដកក្រដាសចេញមកនិងនិយាយពីលក្ខខណ្ឌក្នុងការលេងអ្នកគ្រប់គ្នាអាចចាប់វាបានម្នាក់មួយហើយប្រសិនបើនរណាម្នាក់ចាប់បានលេខ1នោះម្នាក់នោះនឹងក្លាយជាស្ដេចនិងអាចឲ្យលេខផ្សេងទៀតធ្វើអ្វីក៏បានផងដែរបន្ទាប់មកពួកគេក៏ចាប់វាម្នាក់មួយទៅហើយអ្នកដែលបានក្លាយជាស្ដេចគឺជាព្រះអង្គម្ចាស់សែនគាត់ក៏ឲ្យលេខ2និងលេខ3ត្រូវកាន់ដៃគ្នាដែលធ្វើឲ្យវាចៃដន្យខ្លាំងមែនទែនព្រោះតែកញ្ញាឃ្លាលេខ3ហើយរ៉េលេខ2បន្ទាប់មករ៉េនេះក៏កាន់ដៃទៅកញ្ញាឃ្លាទាំងសេចក្តីស្រឡាញ់ដែលធ្វើឲ្យគ្នានោះអៀនជាខ្លាំងក្រោយមកពួកគេក៏បានលេងជុំទី2បន្តទៀតដែលលេនេនាងចាប់បានក្លាយជាស្ដេចម្ដងនៅពេលហ្នឹងរ៉េនាងក៏ធ្វើសញ្ញាផងដែរហើយលេនេក៏ឲ្យលេខ4អង្អែក្បាលលេខ3ដែលព្រះម្ចាស់សែនលេខ4ហើយកញ្ញាឃ្លាលេខ3ដូច្នេះហើយធ្វើឲ្យកញ្ញាឃ្លាអៀនខ្លាំងមែនទែនក៏ប៉ុន្តែព្រះម្ចាស់សែនក៏និយាយថាទ្រង់មិនគួរអង្អែក្បាលមនុស្សស្រីដោយគ្មានការអនុញ្ញាតនោះទេកញ្ញាឃ្លាឮបែបហ្នឹងនាងក៏តបថានាងមិនប្រកាន់ព្រះម្ចាស់សែនឡើយដោយបែបនេះព្រះម្ចាស់សែនក៏ធ្វើការអង្អែក្បាលទៅកាន់កញ្ញាឃ្លាទៅនៅពេលដែលអង្អែរួចអ្នកទាំងពីរគឺអៀនគ្នាខ្លាំងមែនទែនបន្ទាប់មកជុំទី3រ៉េនឹងក៏ធ្វើស្ដេចម្ដងដែលធ្វើឲ្យកញ្ញាឃ្លាគាំងខ្លាំងមែនទែនព្រោះតែនាងគិតថារ៉េនឹងមិនជាអ្វីដែលឈឺឆ្កួតជាមិនខានស្របពេលហ្នឹងលេនេធ្វើសញ្ញាភ្នែក3ដងដែលបញ្ជាក់ថានាងគឺចាប់បានលេខ3ហើយយើងក៏សម័យបុកក្រោយបន្តិចនៅពេលហ្នឹងរ៉េក៏រៀបគម្រោងជាមួយនឹងលេនេដើម្បីឲ្យព្រះម្ចាស់សែននិងកញ្ញាឃ្លាមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាដោយពួកគេធ្វើសញ្ញាប្រាប់គ្នាតាមការព្រិចភ្នែកនៅពេលដែលពួកគេចាប់បានលេខប៉ុន្មានគឺព្រិចភ្នែកប៉ុណ្ណឹងទៅចំណែកឯលេនេនាងឆ្ងល់ថាតើរ៉េធ្វើអញ្ចឹងនាងអត់ស្រឡាញ់កញ្ញាឃ្លាទេអីបន្ទាប់មកនាងក៏ដាក់បញ្ជីឲ្យលេខ2និងលេខ4ថើបគ្នាដែលធ្វើឲ្យអ្នកទាំងពីរអៀនម្ដងទៀតហើយកញ្ញាឃ្លាក៏បានប្រកែកថានាងនឹងមិនធ្វើវាឡើយរ៉េនាងក៏តបបញ្ជារបស់ស្ដេចដាច់ខាតត្រូវតែធ្វើចំណែកឯព្រះម្ចាស់សែនវិញ
គាត់គឺខឹងនឹងរ៉េខ្លាំងមែនទែននិងនិយាយថាហ្គេមនេះស្ដេចគួរតែបញ្ជាអ្វីដែលឈួតអញ្ចឹងមែនបើដូច្នេះមែនវាគឺជាស្ដេចមិនល្អឡើយហើយទ្រង់គិតថារ៉េនឹងកំពុងតែចំអកមកកាន់ទ្រង់ទៅវិញរ៉េលឺអញ្ចឹងនាងក៏សុំការអភ័យទោសចំពោះរឿងនេះផងដែរនិងនិយាយថាគោលបំណងក្នុងហ្គេមមួយនេះគឺគ្រាន់ចង់ឲ្យទ្រង់ដឹងនៅពេលដែលគេបដិសេធមិនធ្វើតាមនូវការបញ្ជាដែលមិនសមហេតុផលរបស់យើងវានឹងកំណត់អត្តសញ្ញាណឬក៏ការគិតរបស់មនុស្សដែលបានបដិសេធនោះហើយមូលហេតុដែលរ៉េនឹងធ្វើបែបហ្នឹងក៏ដោយសារតែព្រះអង្គម្ចាស់សែននឹងឡើងគ្រងរាជ្យធ្វើជាស្ដេចបន្តពីព្រះបិតារបស់ទ្រង់នៅពេលដែលព្រះអង្គម្ចាស់សែនឮបែបហ្នឹងគាត់ក៏មិនដឹងនិយាយអ្វីទៀតផងដែរហើយគាត់ក៏ដើរចាកចេញពីទីនេះក៏ប៉ុន្តែក៏ងាកមកព្រមានរ៉េថាកុំឲ្យមានលើកទី2ជាដាច់ខាតចំណែកឯកញ្ញាឃ្លះឃើញអញ្ចឹងគឺមួម៉ៅនឹងរ៉េខ្លាំងណាស់ក៏ប៉ុន្តែរ៉េនឹងក៏សួរឌឺវិញថាមានអារម្មណ៍យ៉ាងណាទៅនៅពេលដែលព្រះអង្គម្ចាស់សែននឹងឯក្បាលនោះដែលធ្វើឲ្យកញ្ញាឃ្លះអៀនខ្លាំងមែនទែននឹងដេញវាយរ៉េតែម្ដងបន្ទាប់ពីហ្នឹងពួកគេក៏ទៅញ៉ាំតែបន្តិចទៅនៅពេលហ្នឹងមីសាគឺសួររ៉េចំតែម្ដងថានាងខ្ទើយមែនអត់ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាខ្លាំងហើយលេណេក៏តបថាយើងមិនគួរនិយាយប្រធានបទនេះដែលបើកចំហនោះទេក៏ប៉ុន្តែរ៉េនឹងគឺមិនគិតអញ្ចឹងឡើយនឹងសួរមីសាតើនាងចង់ដឹងមែនអត់ចំណែកមីសាក៏តបក្នុងនាមជាមិត្តល្អនឹងគ្នានាងគឺចង់ដឹងដោយបែបនេះរ៉េនឹងក៏ប្រាប់ទៅថាប្រហែលជានាងអញ្ចឹងពិតមែនហើយនាងគឺមិនធ្លាប់មានស្នេហាជាមួយនឹងមនុស្សប្រុសពីមុនមកនោះទេដែលធ្វើឲ្យកញ្ញាឃ្លះលឺហើយគឺមិនចង់នៅជិតរ៉េឡើយហើយរ៉េក៏សួរតើមានរឿងអ្វីកើតឡើងកញ្ញាឃ្លះតបថានាងគឺមានអារម្មណ៍គ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលនៅជិតរ៉េនិយាយទៅនៅពេលដែលដឹងថារ៉េខ្ទើយអញ្ចឹងគឺភ័យជាមួយនឹងរ៉េតែម្ដងរីឯមីសាក៏និយាយទៅកាន់កញ្ញាឃ្លះថានៅពេលដែលនាងដឹងថារ៉េជាខ្ទើយហើយនាងប្រតិកម្មបែបហ្នឹងគឺវាបង្ហាញពីការរើសអើងខ្លាំងណាស់ដែលធ្វើឲ្យកញ្ញាឃ្លះលឺហើយក៏ភ្ញាក់ផ្អើលផងដែរបន្ទាប់មកមីសាក៏សួរទៅកញ្ញាឃ្លះតើនាងស្រឡាញ់មនុស្សប្រុសមែនទេកញ្ញាឃ្លះតបថាគឺមែនហើយរីឯរ៉េលឺអញ្ចឹងក៏សួរទៅកញ្ញាឃ្លះតើនាងស្រឡាញ់ព្រះអង្គម្ចាស់សែនមែនដែលធ្វើឲ្យកញ្ញាឃ្លះគឺអៀនប្រកែកមិនចេញនោះទេបន្ទាប់មកមីសាក៏សួរទៅកញ្ញាឃ្លះទៀតថាតើនាងមានអារម្មណ៍យ៉ាងណាប្រសិនបើមនុស្សប្រុសម្នាក់ប្រាប់នាងថាកុំឲ្យស្រឡាញ់នឹងតាមគាត់គ្រប់ពេលក៏ប៉ុន្តែកញ្ញាឃ្លះក៏បានប្រកែកថានាងគឺមិនមែនជាមនុស្សស្រីល្ងងនោះទេហើយមីសាតបថាគឺប៉ិតណាស់វាគឺជាប្រភេទដូចគ្នានៅពេលដែលនាងនិយាយទៅកាន់រ៉េមុននោះនៅពេលដែលរ៉េឮហើយនាងគិតថាមីសានិយាយត្រូវគឺគ្មានអ្នកណាគិតថាចង់តាមនរណាម្នាក់គ្រប់ពេលនោះទេមិនថាអ្នកស្រឡាញ់ភេទដូចគ្នាឬក៏មិនស្រឡាញ់ក៏ដោយវាគឺមិនអាចផ្លាស់ប្ដូរក្តីស្រឡាញ់របស់ពួកគេបានឡើយហើយកញ្ញាឃ្លះក៏យល់ស្របនឹងរឿងនោះផងដែរបន្ទាប់មកលេណេឆ្ងល់ថារ៉េគឺស្រឡាញ់កញ្ញាឃ្លះក៏ប៉ុន្តែបន្ទាប់ពីលេងហ្គេមបន្លំឲ្យកញ្ញាឃ្លះនៅជិតព្រះអង្គម្ចាស់សែនមកនាងបែរជាមានអារម្មណ៍ថារ៉េអត់ស្រឡាញ់កញ្ញាឃ្លះទៅវិញដែលធ្វើឲ្យកញ្ញាឃ្លះទើបតែដឹងថាពួកគេទាំងពីរគឺលេងខូចនាងជាមួយនឹងព្រះអង្គម្ចាស់សែនសោះចំណែកឯរ៉េក៏តបថាប្រហែលជានាងបោះបង់កញ្ញាឃ្លះក៏អាចថាបានក៏ប៉ុន្តែនាងដែលរំពឹងតាំងពីដំបូងថាកញ្ញាឃ្លះព្រមទទួលយកអារម្មណ៍ស្រឡាញ់របស់នាងនោះដោយសារតែកញ្ញាឃ្លះគឺមានមនុស្សដែលនាងស្រឡាញ់បាត់ទៅហើយខ្ញុំក៏ចង់គាំទ្រនាងផងដែរលើសពីនេះទៀតខ្ញុំក៏សប្បាយចិត្តនៅពេលដែលបាននៅក្បែរនាងហើយក៏គិតម្នាក់ឯងថាលើពីនេះទៀតខ្ញុំក៏មានអារម្មណ៍ថានៅឆ្ងាយគ្នាជាមួយនឹងកញ្ញាឃ្លះផងដែរហើយខ្ញុំគ្រាន់តែចង់ឃើញនាងសប្បាយចិត្តតែប៉ុណ្ណោះវាគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំក៏ប៉ុន្តែនាងខ្លាចថានាងមិនអាចទ្រាំនឹងការឈឺចាប់នេះបាននោះទេហើយនៅពេលដែលរ៉េឃើញពួកគេស្ងាត់បែបនេះនាងក៏ប្រាប់ថានាងនិយាយលេងនោះទេបន្ទាប់មកចុងភៅក៏បានប្រកាសថាមានសាច់គោញ៉ាំអីចឹងទៅដែលធ្វើឲ្យរ៉េគឺជ្រួលជ្រើមចង់ញ៉ាំមុនគេតែម្ដងព្រោះនាងនិយាយពីរឿងស្មុគស្មាញនឹងមិញគឺធ្វើឲ្យនាងឃ្លានខ្លាំងណាស់ហើយមីសានិងលេណេក៏ឲ្យនាងយកឲ្យពួកគេម្នាក់មួយផងនៅពេលដែលពួកគេកំពុងតែញ៉ាំភ្លាមនឹងក៏មានសិស្សពីរនាក់និយាយដើមរ៉េផងដែរហើយមិននិយាយតិចៗទេណាគឺនិយាយឲ្យពួកគេដឹងតែម្ដងថារ៉េនឹងគឺសុំស្រឡាញ់កញ្ញាឃ្លះបើទោះបីជាដឹងថាកញ្ញាឃ្លះជាមនុស្សស្រីក៏ដោយគឺដើម្បីចង់តាក់ទាញចំណាប់អារម្មណ៍របស់សិស្សគ្រប់គ្នាអីចឹងទៅនិយាយឲ្យស្រួលស្ដាប់ទៅគឺចង់តោងល្បីពីកូនអ្នកមានព្រោះតែនាងជាមនុស្សសាមញ្ញទោះជាយ៉ាងណារ៉េឬហើយនាងគឺមិនខ្វល់នោះទេនាងនៅតែនិយាយរឿងកំ pl ែងឲ្យពួកគេសើចដដែលនឹងក៏ប៉ុន្តែភ្លាមហ្នឹងក៏ឮសំឡេងចាក់ទឹកផងដែរគឺកញ្ញាឃ្លះជាអ្នកធ្វើនឹងឯងហើយនាងក៏ធ្វើនិយាយសុំទោសដែលនាងអត់បានប្រយ័ត្នអីចឹងទៅហើយនាងក៏និយាយគំរាមពួកគេថាកុំឲ្យនាងឮបែបនេះទៀតបន្ទាប់មកកញ្ញាឃ្លះក៏ស្រែកឲ្យរ៉េត្រឡប់ទៅជាមួយនឹងនាងវិញនិយាយទៅឥឡូវគេចេះការពាររ៉េអីណាពីមុនបូលីគេដែរសោះហ្នឹងណាហើយចំណែកពួកគេទាំងពីរគឺភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែមិនដែលឃើញកញ្ញាឃ្លះចេញមុខការពាររ៉េអញ្ចឹងនោះទេ
បន្ទាប់ពីនោះនៅពេលដែលកញ្ញាឃ្លាកំពុងតែដើរនឹងរ៉េនាងក៏ស្រែកហៅកញ្ញាឃ្លាឲ្យឈប់ផងដែរនិងសួរទាំងអៀនថាតើនាងនៅតែស្អប់ខ្ញុំមែនទេដែលធ្វើឲ្យកញ្ញាឃ្លាក៏ងាកមកតបទាំងអៀនផងដែរថាប៉ិតណាស់ខ្ញុំគឺស្អប់នាងហើយក៏បានដើរចាក់ចេញបាត់ទៅចំណែកឯរ៉េឮបែបហ្នឹងហើយនាងសប្បាយចិត្តខ្លាំងមែនទែននិងស្រែកថាប៉ុន្តែខ្ញុំនៅតែស្រឡាញ់នាងហើយសាររឿងរបស់យើងក៏ត្រូវបានបញ្ចប់នៅត្រឹមនេះចង់ដឹងថាសាររឿងនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាគបន្តទាំងអស់គ្នាហើយអេមីមានតែប៉ុណ្្នឹងនោះទេជាចុងក្រោយចំពោះអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់